Bạn sẽ thấy rằng ngày nayយើងមកបន្តចូលមេរៀនថ្មីគឺមេរៀនទី2សមាសភាពទឹកចុះសមាសភាពទឹកនេះគេចង់សំដៅទៅលើធាតុបង្ករបស់ទឹកតើទឹកមានធាតុបង្កអីខ្លះដែលផ្សំមកបានជាម៉ូលេគុលទឹកដែលយើងអាចមើលឃើញហ្នឹងចុះចំណុចដែលយើងត្រូវរៀនថ្ងៃនេះគឺមាន2ចំណុចទី1ម៉ូលេគុលទឹកចំណុចទី2អគ្គិសនីវិភាគទឹកគេថាទឹកជាអង្គធាតុរាវគ្មានពណ៌គ្មានក្លិននិងគ្មានរសជាតិទឹករបស់យើងគឺពុះនៅសីតុណ្ហភាព100អង្សាសេហើយកកឬក៏រលាយនេះនៅសីតុណ្ហភាព0អង្សាសេចំណែកឯនៅសីតុណ្ហភាព4អង្សាសេនេះវិញគឺទឹករបស់យើងនឹងមានម៉ាស់មាត្រអញ្ចឹងម៉ាស់មាត្រគេហ្នឹងគឺសំដៅទៅលើដង់ស៊ីតេរបស់វាស្មើ1គីឡូក្រាមក្នុង1ដេស៊ីម៉ែត្រគីបឬក៏ដង់ស៊ីតេស្មើ1គីឡូក្រាមក្នុង1លីត្រចំណុចទី1យើងសិក្សាពីម៉ូលេគុលទឹកចឹងយើងដឹងហើយថាមួយម៉ូលេគុលទឹករបស់យើងគឺមានការផ្សំឡើងពីអាតូមអ៊ីដ្រូសែនចំនួន2អាតូមនិងអាតូមអុកស៊ីសែនចំនួន1អាតូមដែលរូបមន្តរបស់វាគឺ H2O នឹងឯងបាទហើយខាងក្រោមនេះជាទម្រង់ម៉ូលេគុលរបស់ម៉ូលេគុលទឹកពណ៌ក្រហមគឺតំណាងឲ្យអាតូមអុកស៊ីសែនចំណែកពណ៌សនេះគឺតំណាងឲ្យអាតូមអ៊ីដ្រូសែនអញ្ចឹងយើងឃើញថាមួយម៉ូលេគុលទឹកនេះវាមានការភ្ជាប់រវាងអាតូមអុកស៊ីសែន1និងអាតូមអ៊ីដ្រូសែន2បាទចឹងមែនតើទៅនៅក្នុងធម្មជាតិទឹករបស់យើងដូចជាទឹកបឹងណាឬក៏ទឹកស្ទឹងទឹកទន្លេទឹកសមុទ្រវាមានសមាសធាតុជាច្រើនដែលរលាយចូលទៅក្នុងនឹងមានដូចជាពពួកអំបិលឬក៏ពពួកសរីរាង្គអីជាដើមចឹងដើម្បីទទួលបានទឹកសុទ្ធតើយើងគួរធ្វើយ៉ាងម៉េចឬក៏ប្រើវិធីសាស្ត្របែបម៉េចដើម្បីទទួលបានទឹកសុទ្ធចឹងដើម្បីទទួលបានទឹកសុទ្ធហ្នឹងគឺគេប្រើវិធីសាស្ត្របំណិតទឹកដែលវិធីសាស្ត្របំណិតទឹកហ្នឹងគឺគេប្រើកម្ដៅអញ្ចឹងឧទាហរណ៍ទឹករបស់យើងវាពុះនៅសីតុណ្ហភាព100អង្សាសេអញ្ចឹងយើងដុតកម្ដៅឲ្យដល់100អង្សាសេទៅទឹករបស់យើងនឹងប្រែក្លាយទៅជាចំហាយហើយវាក្លាយទៅជាកំណត់ញើសនិងក្លាយជាដំណក់ទឹកតូចៗដែលយើងអាចទទួលបានទឹកសុទ្ធឬក៏យើងអាចហៅម្យ៉ាងទៀតថាទឹកបិតចូលមកដល់ចំណុចទី2កន្លែងនេះគឺនិយាយអំពីអគ្គិសនីវិភាគទឹកអគ្គិសនីកន្លែងនេះគឺសំដៅទៅលើចរន្តអគ្គិសនីឬក៏ការបង្កើតចរន្តអគ្គិសនីវិភាគមានន័យថាបំបែកសមាសធាតុមួយឲ្យទៅជាសមាសធាតុផ្សេងទៀតដើម្បីអាចកំណត់រោគធាតុបង្កវាក្នុងនឹងបានអញ្ចឹងអគ្គិសនីវិភាគនេះគឺគេធ្វើក្នុងគោលបំណងដើម្បីបំបែកទឹកឲ្យទៅជាសារធាតុផ្សេងអញ្ចឹងក្នុងការរៀបចំមកគេគឺគេមានផើងវិភាគមួយដែលផើងហ្នឹងគឺធ្វើពីកែវក្រាស់បាទហើយមានអេឡិចត្រូតចំនួន2អញ្ចឹងបកគោខ្មៅ2នេះគេហៅថាអេឡិចត្រូតនៅខាងបូកនៃអគ្គិសនីវិភាគរបស់យើងហ្នឹងគេហៅថាអាណូតហើយអេឡិចត្រូតនៅខាងដកនេះគេហៅថាកាតូតបាទអញ្ចឹងនៅពេលដែលយើងធ្វើអគ្គិសនីវិភាគទៅឧស្ម័នដែលភាយនៅខាងអាណូតគឺជាឧស្ម័នអុកស៊ីសែនហើយឧស្ម័នដែលភាយនៅខាងកាតូតគឺឧស្ម័នអ៊ីដ្រូសែនហើយយើងសង្កេតមើលឃើញថានៅពេលដែលយើងផ្ដាច់ចរន្តយើងសង្កេតឃើញថាឧស្ម័នដែលភាយគឺនៅខាងកាតូតឧស្ម័នអ៊ីដ្រូសែនគឺវាភាយឡើងធៀបជាមួយនឹងខាងអាណូតអុកស៊ីសែនគឺវាខុសគ្នា2ដងអញ្ចឹងឧទាហរណ៍ថាប្រសិនបើនៅខាងអាណូតអុកស៊ីសែនភាយ1មីលីលីត្រខាងកាតូតអ៊ីដ្រូសែនភាយ2លីត្របើនៅខាងអាណូតភាយ2អញ្ចឹងខាងកាតូតអ៊ីដ្រូសែនគឺភាយ4បាទហើយសមីការតាំងឲ្យអគ្គិសនីវិភាគរបស់យើងគឺ 2H2O ប្របែកបានទៅជា2ឧស្ម័នអ៊ីដ្រូសែនជាមួយនឹងអុកស៊ីសែនបាទបន្ទាប់មកទៀតដើម្បីផ្ទៀងផ្ទាត់ឬក៏ធ្វើអត្តសញ្ញាណកម្មឧស្ម័នអ៊ីដ្រូសែនឬក៏ឧស្ម័នអុកស៊ីសែនហ្នឹងយើងអាចធ្វើពិសោធន៍បានដោយបើចង់ពិសោធន៍រកអ៊ីដ្រូសែនយើងដកបំពង់សាកនៅខាងកាតូតមកហើយយើងមានចង្កូកមួយយើងកេះវាឆេះមកយើងយកមកដាក់នឹងមាត់បំពង់សាកបើយើងដាក់ទៅឮសលេងផ្ទុះប៊ុំមានន័យថាក្នុងហ្នឹងគឺមានវត្តមានរបស់ឧស្ម័នអ៊ីដ្រូសែនណាបាទដូចគ្នាដែរបើសិនបើយើងចង់ពិសោធន៍រកវត្តមានរបស់អុកស៊ីសែនយើងដកបំពង់សាកនៅខាងអាណូតមកហើយយើងមានដូចជារងើកឈើគូសឬក៏រងើកធូប
យើងយកវាទៅដាក់នៅក្នុងមាត់បំពង់សារហ្នឹងទៅប្រសិនបើឃើញមានអណ្ដាតភ្លើងឆេះច្រាលឡើងមកបញ្ជាក់ថានៅក្នុងហ្នឹងគឺមានវត្តមានរបស់ឧស្ម័នអុកស៊ីសែនណាបាទអញ្ចឹងគេថាដើម្បីធ្វើអត្តសញ្ញាណកម្មឧស្ម័នអុកស៊ីសែនគេប្រើរងើកភ្លើងទៅដុតវាកាលណាវាឆេះច្រាលជាអណ្ដាតភ្លើងអញ្ចឹងវាបញ្ជាក់ថាជាវត្តមានរបស់ឧស្ម័នអុកស៊ីសែនបាទចំណែកឯអ៊ីដ្រូសែនវិញយើងប្រើអណ្ដាតភ្លើងទៅដុតវាកាលណាវាឆេះហើយឬសូរផ្ទុះបន្តិចហ្នឹងបញ្ជាក់ថាវាជាវត្តមានរបស់ឧស្ម័នអ៊ីដ្រូសែនបាទអញ្ចឹងអរគុណច្រើនបងប្អូន